ជំរាបសួរនឹងសួស្តីបងប្អូនសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងការត្រឡប់មកវិញរបស់សាវកកំពូលយូមិនដែលជាភាគទី19ហើយនឹង20នឹងឲ្យបងប្អូនទាំងអស់គ្នាសម្រាប់ភាពបន្តរត់ទៅល្អមើលដោយសារតែadminបានសម្រេចនឹងកាត់ជាវីដេអូសាច់រឿងពេញបែបត្រជាក់ភ្នែកដែលadminបានអាប់ឡូតដល់ភាគទី42នៅក្នុងកូនក្រុម VIP រួចរាល់ហើយនឹងមានផុសបន្តជារៀងរាល់ថ្ងៃប្រសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍អាចគ្រប់គ្រងadminតាមរយៈចូលទៅទស្សនារឿងនៅក្នុងកូនក្រុម VIP របស់adminបានគឺមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែឬក៏ស្មើនឹងកាត់$1បងប្អូនទាំងអស់គ្នានឹងអាចទស្សនារឿងដែលadminផុសប្រចាំថ្ងៃហើយសម្រាប់កូនក្រុម VIP របស់យើងមិនមែនមានតែមួយរឿងនោះទេមានរហូតដល់6រឿងទាក់ទងadminតាមរយៈ Telegram ផ្ទាល់បានadminរងចាំ24ម៉ោងដើម្បីតបជាមួយនឹងបងប្អូនទាំងអស់គ្នាសម្រាប់ link Telegram admin នឹងទម្លាក់នៅក្រោម comment ដូច្នេះadmin promote ខ្លួនឯងតែប៉ុណ្្នឹងទេតោះចូលទៅកាន់សាច់រឿងរបស់យើងចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីយូមែនបានឃើញគឺដេកស្រុកស្ដឹងរងរបួសពីរាងកាយដែលធ្វើឲ្យគេពេលនោះមានអារម្មណ៍ខឹងយ៉ាងខ្លាំងព្រឹត្តិការណ៍សៀមមកស៊ឺក៏បាននិយាយថាត្រូវហើយគឺជាខ្ញុំដែលជាអ្នកធ្វើបាបនាងហើយនាងគួរតែមានអារម្មណ៍ថាមានកិត្តិយសខ្លាំងណាស់ដែលបានខ្ញុំធ្វើជាចៅវាយរបស់នាងព្រោះថាសមត្ថភាពរបស់ខ្ញុំបានចាញ់សាវកទី7តែប៉ុណ្ណោះហើយគឺនាងក៏បានធ្វើខ្ញុំយល់ពីគុណភាពនៃវីតាមីនធម្មជាតិរបស់នាងវាសំខាន់ជាងបរិមាណកម្លាំងធម៌ពលរបស់ខ្ញុំមានទៅទៀតដូច្នេះហើយបានជាខ្ញុំលាអត្តសញ្ញាណរបស់ខ្ញុំខិតខំព្យាយាមធ្វើការគ្រាន់តែដើម្បីប្រមូលនូវទេពកោសល្យកម្រិតខ្ពស់បន្ថែមទៀតតែប៉ុណ្ណោះហើយនឹងអំណាចនៃពុសាវករហូតមកដល់ថ្ងៃនេះភ្លើងពីឋានសួគ៌ហើយនឹងភ្លើងនៅរស់របស់សាវកគឺត្រូវបានគ្រប់គ្រងដោយខ្ញុំផ្ទាល់បន្ទាប់មកខ្ញុំនឹងធ្វើដូចជាពពុសាវកកាន់កាប់អាណាចក្រទីក្រុង10000ហើយច្បាប់គ្រប់គ្រងថ្មីនឹងត្រូវបានសរសេរដោយខ្ញុំផ្ទាល់ផងដែរដោយគឺរាងកាយនាងដែលដេកស្រុកស្រឿងនៅកន្លែងហាក់បីដូចជានាងបានស្ដាប់ឮអ្វីទាំងអស់របស់ព្រឹទ្ធាចារ្យសៀវម៉ាស៊ឺនិយាយទឹកភ្នែករបស់នាងក៏បានស្រក់យូមិនក៏បានយកដៃទៅជូតចេញគឺនាងគោរពលោកខ្លាំងណាស់ស្រឡាញ់លោកទុកលោកដូចជាឪពុករបស់នាងប៉ុន្តែលោកបែរជាចាត់ទុកនាងដូចជារបស់ប្រើប្រាស់ទៅវិញបន្ទាប់ពីប្រមូលផលពីនាងអស់ហើយលោកក៏បានទតនាងចោលដូចជាសម្រាមដូច្នេះលោកក៏គ្មានអ្វីដែលត្រូវពាក់ព័ន្ធជាមួយនឹងអ្នកគ្រូគឺទីនោះដែរដូច្នេះជំរឿនរបស់លោកមានតែស្លាប់តែប៉ុណ្ណោះបន្ទាប់ពីស្ដាប់ឮបែបមនុស្សព្រឹទ្ធាចារ្យសៀវមើលស៊ឺហាក់បីដូចជាអស់សំណាយដើរចូលទៅខាងមុខបន្តិចជាមួយចំហាយថាមពលដាំភ្លើងនៅក្នុងបាតដៃមានតែកំហឹងគ្មានកម្លាំងវាគ្មានន័យនោះទេហើយនៅពេលនេះខ្ញុំក៏ទទួលបានអ្វីដែលខ្ញុំចង់បានដូចរាល់ដែរដូច្នេះយល់ល្អសូមឲ្យចាក់ចេញឥឡូវនេះភ្លាមទៅបញ្ចេញនៅចំហាយថាមពលរលកអណ្ដាតភ្លើងឡើងសន្ធោសន្ធៅបន្ទាប់ពីឃើញបែបមនុស្សយូមិនក៏បានបញ្ចេញនៅដាវវិញ្ញាណស៊ីលហ្វៃបៃតងរបស់គេសាយភេទនៅចំហាយថាមពលពេញរាងកាយតើលោកពឹងផ្អែកទៅលើរលកចំហាយថាមពលភ្លើងទាំងអស់នេះមែនទេក្រវែងវាចេញទៅទប់រងមួយដោយព្រះអង្គម្ចាស់សៀលក៏បានងើបឡើងមកអង្គុយលន់មាត់ថាហើយក្មេងម្នាក់នេះពិតជាមាននៅថាមពលខ្លាំងក្លាមែនតើគេពិតជាកូនសិស្សរបស់មេធំបណ្ដាភ្លើងមែនទេពេលនោះព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានស៊ូការគ្រប់គ្រងដៃរបស់ឯងគឺខុសពីគ្រូសាឆាងស៊ីថែមទាំងឯងបង្កើតក្បាច់ដាវសៀវហ្វៃបៃតងជាមួយនឹងកម្លាំងពេញលេញឯងបញ្ចេញបានទាំងអស់ទៀតផងតើឯងគឺជានរណាពិតប្រាកដយូមិនក៏បានញញឹមប្រើប្រាស់នៅក្បាច់ដាវរបស់គេហោះចូលទៅទាយសាក់មើលបាទទាយត្រូវខ្ញុំនឹងមានរង្វាន់ឲ្យពេលនោះព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានប្រើប្រាស់នៅវីតាមីនរបស់គាត់បង្កើតបានទៅជាក្បួនឯងមិនចាំបាច់តស៊ូអត់ប្រយោជន៍ទីនោះទេបច្ចេកទេសការវិលុកឈាមថ្មជាច្រើនក៏បានផុសចេញឡើងយូមិនក៏រវាងមកចំហាយថាមពលដាវសៀលហ្វៃបៃតងទាំងហើយពេលនោះយូមិនដៃមួយខាងលោកក៏ហបប៉ៅដៃមួយខាងទៀតកាន់នៅដាវជាមួយចំហាយថាមពលដ៏ខ្លាំងក្លាក្រវែងទៅវាប្រហាមួយទៀតដោយព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានព្យាយាមប្រើប្រាស់នៅចំហាយថាមពលរបស់គាត់ទៅទប់រងទេពកោសល្យបន្តិចបន្តួចតែឯងចង់សម្លុតយើងមែនទេធ្វើយូមិនក៏បានលន់មាត់វាគឺជាការប្រមូលផ្ដុំនៃបរិមាណសុទ្ធសាធហាក់បីដូចជាមានគុណវិបត្តិច្រើនពេកហើយកាប់ទៅទប់រងគ្នាឌឹមឡើងរំជួយនៅទីនោះធ្វើឲ្យព្រះអង្គម្ចាស់ស៊ូកុងក៏មានការភ័យខ្លាចប្រសិនបើពួកគេនៅតែបន្តប្រើប្រាស់នៅកម្លាំងថាមពលដ៏ខ្លាំងក្លាបែបនេះខ្ញុំខ្លាចតែភ្នំភ្លើងមួយនេះត្រូវបានផ្ទុះជាមិនខានជាយាមក្រោកឡើងទាំងរបួសស្ដីឲ្យលោកម្ចាស់វ៉ាន់ឌីដែលដេកស្រុកស្រឹងនៅកន្លែងរឿងទាំងអស់គូតែបន្តមនុស្សល្ងងម្នាក់នេះដែលបានអូទាខ្ញុំចូលមកក្នុងរឿងមួយនេះចំណែកការប្រយុទ្ធមួយនេះទោះបីជាបិសាចទាំងពីរអ្នកណាឈ្នះអ្នកណាចាញ់ក៏ដោយនៅទីបំផុតពួកគេមិនអាចដោះលែងខ្ញុំនោះទេឆ្លៀតឱកាសនេះខ្ញុំត្រូវតែចាក់ចៃលើនេះដោយការប្រយុទ្ធរវាងអ្នកទាំងពីរនៅតែបន្តផ្ទុះឡើងទាំងហាក់បីដូចជាព្រឹទ្ធាចារ្យសៀវម៉ាស៊ឺរងរបួសបន្តិចដែរដោយយូមិនក៏បានស៊ូផ្ដល់ឲ្យនៅថាមពលវេទមន្តរបស់គឺមកវិញភ្លាមពេលនោះព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានសើចយ៉ាងខ្លាំងថាមពលវេទមន្តដែលខ្ញុំបានប្លន់ពីនាងមិនអាចយកមកវិញបាននោះទេក្រៅពីនេះឯងក៏មិនបានគិតដល់នោះដែរថានឹងអាចយកឈ្នះខ្ញុំបាននោះឡើយដោយសារតែឯងគឺជាមនុស្សដែលឆោតល្ងងខ្លាំងណាស់បំបីនៅភ្លើងនៅរក់នៅក្នុងដៃរបស់គាត់ព្រះម្ចាស់ស៊ូកុងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លើងនៅរក់នៅក្នុងរឿងព្រេងនិទានរបស់ពួកសាវកថាកាចាតើលោកកំពុងតែចង់ធ្វើអ្វីដោយរួមភ្នំនៅតែបន្តរំគូររំកើទៀងថ្មក៏បានធ្លាក់ចុះជាច្រើនព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានសើចយ៉ាងខ្លាំងការប្លន់គឺគ្មានដែលកំណត់នោះទេអំណាចនៃភ្លើងនៅរក់គឺជាខ្ញុំហើយអ្វីដែលខ្ញុំបានឃើញនៅក្នុងជីវិតរបស់ខ្ញុំពេលនេះក៏សូមអរគុណដល់ឯងផងដែរដែលបាន
បានជួយសម្រេចចិត្តរបស់ខ្ញុំព្រោះថាកន្លងមកកម្លាំងធម្មពលវេទមន្តរបស់ខ្ញុំមិនដែលពេញលេញនោះទេហាពូសំរាមត្រូវតែគោរពបូជាខ្ញុំជាព្រះស្រែកបញ្ចេញនូវចំហាយធម្មពលភ្លើងនៅរੂដ៏ខ្លាំងក្លាឡើងមកបន្ទាប់ពីឃើញមេមនូស៊ីលហ្វៃនាងក៏បានបង្ហាញនៅរាងកាយវិញ្ញាណរបស់នាងឡើងមកលោកម្ចាស់សូមធ្វើតាមការណែនាំរបស់ខ្ញុំចំហាយធម្មពលខ្យល់ទាំងអស់សូមការពារលោកម្ចាស់ភ្លាមដែលពេលនៅអំណាចធម្មពលខ្យល់របស់នាងកំពុងតែទប់រងពីចំហាយធម្មពលភ្លើងនៅរੂទាំងអស់នោះដោយយូមែនក៏បាននិយាយសៀហ្វៃប្រញាប់យកគឺអាចចាក់ចេញទៅមុនខ្ញុំទៅចំណែកស៊ីលហ្វៃដែលកំពុងតែប្រើប្រាស់ចំហាយធម្មពលខ្យល់របស់នាងព្យាយាមទប់រងតែខ្ញុំត្រូវតែការពារសុវត្ថិភាពរបស់លោកម្ចាស់ដោយសារតែវាគឺជាទូនទីរបស់ខ្ញុំបន្ទាប់ពីនិយាយមិនស្ដាប់ពេលនោះយូមែនក៏បានយកដៃចាប់ក្បាលរបស់នាងកុំព្រួយបារម្ភអីសៀហ្វៃចំហាយធម្មពលផ្កាភ្លើងតូចៗទាំងអស់នេះវាគ្មានអ្វីដែលគួរឲ្យខ្លាចសម្រាប់ខ្ញុំនោះទេស៊ីលហ្វៃបន្ទាប់ពីជឿជាក់ទៅលើលោកម្ចាស់របស់នាងហើយក៏បានឆ្លើយយល់ព្រមបាទរួចហើយក៏បានគ្រាគឺអាចចាក់ចេញទៅមុនព្រឹត្តិការណ៍សៀម៉ាស៊ឺជាមួយនឹងចំហាយធម្មពលលំពីពីរាងកាយរបស់គេក៏បានអស់សំណាយក្នុងពេលដែលកំពុងតែមានវិបត្តិហើយបានសុំឲ្យវិញ្ញាណដើរទៅមុនវាពិតជាគួរឲ្យអស់សំណាយខ្លាំងណាស់បញ្ជានៅចំហាយធម្មពលភ្លើងចូលទៅវាប្រហារយូមែនស្ដាប់តាមបញ្ជារបស់ខ្ញុំដុតកំទេចរាងកាយរបស់វាឲ្យខ្លាចជាភេទផងភ្លាមទៅខ្ញុំរស់នៅក្នុងโลกនេះអស់រយៈពេល200ឆ្នាំមកហើយនៅទីបំផុតខ្ញុំក៏បានរួចផុតពីនឹងរស់នៃមនុស្សជាតិហើយសាវកទី13ដូចជាខ្ញុំនឹងកើតឡើងនៅក្នុងថ្ងៃនេះផងដែរណាពេលនោះយូមែនក៏បានបញ្ចេញនៅធម្មពលអណាភ្លើងនៅរੂរបស់គេឡើងមកពិតជាគួរអាណិតខ្លាំងណាស់ដែលខ្ញុំបានរំខានការស្រមើស្រមៃរបស់ឯងវិធីដែលឯងបានប្រើប្រាស់នេះមិនមែនជារបៀបដែលអ្នកប្រើភ្លើងនៅរੂនោះទេបន្ទាប់ពីឃើញយូមែនបញ្ចេញនៅអណាភ្លើងនៅរੂដ៏ខ្លាំងក្លាឡើងមកពេលនោះព្រឹត្តិការណ៍សៀម៉ាស៊ឺក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតើឯងគឺជានរណាហើយអ្វីបានជាឯងដំណើរការនៅអណាភ្លើងនៅរੂបានយូមែនក៏បានតបទៅវិញខ្ញុំមែនទេគឺដូចជាអ្វីដែលឯងបាននិយាយខ្ញុំគ្រាន់តែជាមនុស្សទូចតែម្នាក់តែប៉ុណ្ណោះមិនសារសមយកខ្ញុំប្រៀបធៀបជាមួយនឹងអ្នកខ្លាំងនោះទេយល់ល្អលោកទៅសុំទោសអ្នកគ្រូរបស់ខ្ញុំទៅព្រឹត្តិការណ៍សៀម៉ាស៊ឺក៏បាននិយាយថាខ្ញុំមិនចិញ្ចឹមនាងអស់ជាច្រើនឆ្នាំគ្រាន់តែពេលនេះខ្ញុំសុំសំណងដែលសមរម្យមកវិញតែប៉ុណ្ណោះបន្ទាប់មកក៏បានគេក្នុងចិត្តថាគេអាចជាមនុស្សខ្លាំងលាក់ខ្លួនមែនទេព្រោះថាធម្មពលវេទមន្តភ្លើងអ្នកខ្លាំងជាងព្រះជាម្ចាស់អ្នកអាណាភ្លើង10,000គេអាចគ្រប់គ្រងនឹងបញ្ចេញដោយងាយស្រួលល្អនៅក្នុងពិភពលោកមួយនេះមិនអាចមានមនុស្សពីរដែលអាចប្រើប្រាស់នៅធម្មពលអាណាភ្លើងនៅរੂនោះទេសម្លឹងទៅភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចំហាយធម្មពលនៃសាវកកម្ពុជារបស់យូមែនក៏បានអណ្ដែតនៅខាងក្រោយខ្នងរបស់គេពេលនោះយូមែនក៏បានដកដង្ហើមធំមួយហើយតែឯងបានឃើញវាហើយឬនៅលោកដឹងទេកុំឲ្យមានការលាតត្រដាងពីអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំបានព្យាយាមលាក់បាំងនឹងបិទវាយ៉ាងយូរមកហើយព្រឹត្តិការណ៍សៀម៉ាស៊ឺក៏បានលល់មកថាតើនាងអាចទៅរួចដោយរបៀបណាគឺវាអាចទៅរួចដោយសារតែលោកចង់បាននៅអំណាចធម្មពលរបស់ខ្ញុំមិនទោះមកខ្ញុំនឹងឲ្យវាទៅលោកក៏បានជាមួយនឹងបច្ចេកទេសវេទមន្តត្រាទី1ក៏វាចេញទៅវាប្រហារស្រាលជាមួយនឹងចំហាយធម្មពលភ្លើងដ៏ខ្លាំងក្លាភ្ញាក់ផ្អើលធ្វើវិញក្រៃលោកចង់បានអំណាចធម្មពលរបស់ខ្ញុំមែនទេពេលនេះខ្ញុំនឹងឲ្យលោកស្រូបយកតាមតែចិត្តដែលលោកចង់បានចំហាយធម្មពលវេទមន្តដ៏ខ្លាំងក្លារបស់យូមែនក៏បានជ្រាបចូលទៅក្នុងរាងកាយរបស់ព្រឹទ្ធាចារ្យសៀម៉ាស៊ឺធ្វើឲ្យគាត់ក៏បានស្រែកថាវាហាក់បីដូចជាច្រើនពេកហើយបានហើយឈប់ទៅព្រោះថាអំណាចធម្មពលវេទមន្តមួយនេះពិតជាគ្មានដែនកំណត់នោះទេដោយសម្រេចរបស់គាត់ឡើងលន់ពេញនឹងពេលនោះយូមែនក៏បានដាក់ដៃសូមរិះសាភាពស្ងប់ស្ងាត់បន្តិចទៅដោយអ្នកទាំងអស់គ្នាបានឃើញពេលនេះចំហាយធម្មពលដ៏ខ្លាំងក្លាដែលបានជ្រាបចូលទៅក្នុងរាងកាយរបស់ព្រឹទ្ធាចារ្យសៀម៉ាស៊ឺក៏បានផ្ទុះឡើងទាំងជាលទ្ធផលគឺខ្ទេចតែម្ដងយូមែនក៏បានដកដង្ហើមធូរទ្រូងបន្តិចពេលដល់ពេលហើយដែលខ្ញុំត្រូវទៅជួបគឺអាហើយនឹងសៀលហ្វៃហើយក៏មិនទាន់ដឹងថាពេលនេះគឺអានឹងដឹងខ្លួនហើយឬនៅនោះទេងាកមកខាងក្រោមបន្តិចសម្លឹងទៅឃើញសត្វចម្លែកគីរិនភ្លើងដែលកំពុងតែដេករងរបួសយ៉ាងធ្ងន់ធ្ងរប៉ុន្តែមុននឹងខ្ញុំទៅនៅមានការងារខ្លះមួយទៀតដែលខ្ញុំត្រូវធ្វើដើរតម្រង់មកសត្វចម្លែកគីរិនភ្លើងដែលដេកស្នុកស្រឿងនៅកន្លែងរងរបួសប្រើប្រាស់នៅធម្មពលរបស់គេដកនៅបំណែកព្រួយតកជាច្រើនដែលជាប់ពីរាងកាយនៅក្នុងការប្រយុទ្ធមុននឹងឯងមិនបានបញ្ចេញនៅធម្មពលពេញលេញរបស់ឯងនោះទេព្រោះតែឯងខ្លាចប៉ះពាល់ដល់សុទ្ធមួយនេះតើវាជាកូនរបស់ឯងមែនទេសុទ្ធមួយនេះទើបតែបានស្រូបយកនៅចំហាយធម្មពលអណាភ្លើងពពុះសាវកមួយចំនួនរបស់ខ្ញុំប្រហែលជាគេនឹងខ្លាចជាអ្នកខ្លាំងនេះពេលអនាគតយូមែនក៏បានយកសុទ្ធមួយនោះទៅដាក់ក្បែរសត្វចម្លែកគីរិនភ្លើងធ្វើឲ្យការភ្នែករបស់វាឡើងរលីងរលោងបញ្ជាក់យ៉ាងច្បាស់ពីក្តីស្រឡាញ់រវាងម្ដាយហើយនិងកូនបន្ទាប់មកវាក៏បានយកក្បាលរុញទៅឲ្យយូមែនវិញខ្ញុំដឹងពីអ្វីដែលអ្នកចង់មានន័យហើយកុំបារម្ភអីខ្ញុំនឹងមើលថែវាឲ្យបានល្អមិនទៅពីនេះផ្ដាំរួចរាល់អស់ហើយសត្វចម្លែកគីរិនភ្លើងក៏បានរលាយបាត់ពីទីនោះតែម្ដងងាកមកគឺអាហើយនឹងសៀលហ្វៃបៃតងដែលនាងកំពុងតែរងចាំយូមែននៅមាត់រូងភ្នំភ្លើងលោកម្ចាស់តើលោកម្ចាស់មិនអីមែនទេយូមែនបន្ទាប់ពីដើរចេញមកដល់ខាងក្រៅហើយក៏តបថាខ្ញុំមិនអីនោះទេតើពេលនេះអ្នកគ្រូគឺអាចយ៉ាងម៉េចដែរសៀលហ្វៃក៏បានតបនាងនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេគាត់បានធ្លាក់ចូលទៅក្នុងការសន្លប់ដ៏ជ្រៅមួយយូមែនក៏បាន
ប្រាប់ថាពេលនេះភ្លុំភ្លើងហៀបនឹងផ្ទុះហើយដូច្នេះពួកយើងត្រូវតែប្រញាប់ចាក់ចេញពីទីកន្លែងនេះមុនសិនសៀលហ្វាយសម្លឹងមុខទៅមើលគឺអាហើយក៏និយាយគាត់មាននៅបុគ្គលលក្ខណៈខ្លាំងបែបនេះខ្ញុំមិនដឹងថានាងនឹងអាចទទួលយកអ្វីៗទាំងអស់នេះបាននោះទេនៅពេលដែលនាងបានភ្ញាក់ឡើងមកវិញដោយពេលនោះសាច់រឿងក៏បានស្រមៃទៅនៃគ្រូក៏អាកាពីនៅក្មេងដោយចំហាយថាអំពើភ្លើងដុតស្ទោសធ្វើបានដុតសម្លាប់មនុស្សជាច្រើនសម្រៃក៏បានបន្លឺឡើងកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំអីខណៈពេលនោះកាពីនៅក្មេងនាងក៏បានដឹងខ្លួនជាមួយនឹងរបួសប៉ងក្បាលនៅក្នុងមន្ទីរពេទ្យស្នាប់ឮពីក្រុមអ្នកគ្រូពេទ្យបានសឹកខ្សៀវគ្នាថាតើអ្នកបានឮដែរឬទេគ្រូសារបស់នាងទាំងមូលត្រូវបានរងការវាយប្រហារនិងសម្លាប់ដោយក្រុមសាវាហើយលើនេះបានបន្សល់ទុកតែក្មេងស្រីតូចម្នាក់នៅមានជីវិតដោយលោកព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បាននិយាយថាវាហាក់បីដូចជាអ្នកបានដឹងរួចហើយនៅឃាតករនៃមនុស្សជាទីស្រឡាញ់របស់អ្នកក្មេងស្រីតូចប្រសិនបើនាងចង់សងសឹកគ្រាន់តែធ្វើជាកូនសិស្សរបស់ខ្ញុំគឺអាចក៏បានសួរថាតើលោកគឺជាអ្នកណាព្រឹទ្ធាចារ្យសៀវម៉ាស៊ឺក៏បានផ្សាយបន្តិចហាខ្ញុំភ្លេចណែនាំខ្លួនទៅខ្ញុំឈ្មោះសៀវម៉ាស៊ឺហើយក៏ជាគ្រូវេទមន្តនៃអាណាចក្រមួយនេះផងដែរនាងក៏បានបន្តគិតទៀតសម្រាប់ខ្ញុំនៅពេលនោះលោកគ្រូគឺជាពន្លឺតែមួយគត់នៅក្នុងភាពងងឹតរបស់ខ្ញុំប៉ុន្តែទាំងអស់នេះពួកគេទាំងអស់គ្រាន់តែជាការបំភាន់ដែលបានបង្កើតឡើងដោយស្ដេចបេសាយដែលបានលួចប្លន់នៅថាមពលវិញ្ញាណរបស់ខ្ញុំតែប៉ុណ្ណោះសុំទោសពុកសុំទោសម៉ែឥឡូវនេះខ្ញុំប្រហែលជាគ្មានផ្លូវទីនោះទេក្នុងការសងសឹកឲ្យគ្រូសារបស់យើងខណៈពេលដែលយូមែនកំពុងតែដើរបីគឺអាសៀវហ្វាយបៃតងក៏បានស្រែកទាំងផិតភ័យថាលោកម្ចាស់មើលណោះនៅខាងក្នុងរាងកាយរបស់នាងគ្រូគឺអាពេលនេះហាក់បីដូចជានាងបានបាត់បង់ការគ្រប់គ្រងនៃថាមពលវេទមន្តនៅក្នុងខ្លួនរបស់នាងហើយស្ថានភាពរាងកាយរបស់នាងពេលនេះហាក់បីដូចជាកាន់តែយ៉ាប់យ៉ឺននឹងហើយសាច់រឿងភាគទី19ហើយនិង20របស់យើងក៏សូមបញ្ចប់ត្រឹមនឹងកុំភ្លេចជួយ like និងចុច comment វីដេអូ admin ម្នាក់មួយផងក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងបាយបាយបងប្អូនទាំងអស់គ្នា